Forum Theatre Dance គឺជាការរួមបញ្ចូលគ្នារវាង Forum Theatre ហើយនិង Contemporary Dance នៅពេលដែលខ្ញុំទៅរៀនពីគេខ្ញុំរៀនតែ technique Forum Theatre ដូច្នេះដោយសារខ្ញុំជាអ្នករបាំខ្ញុំបង្កើត technique ថ្មីមួយជាទម្រង់ថ្មីមួយដែលខ្ញុំហៅថា Forum Theatre Dance ហើយរបាំសារសម័យដែលយើងយកមកប្រើនៅទីនេះគឺជារបាំសារសម័យបែបខ្មែររបស់យើងសារនេះគឺជាទម្រង់ថ្មីហើយយើងធ្វើការសម្ដែងជាលើកទី1ដូច្នេះយើងត្រូវការត្រៀមច្រើនមែនទែនការត្រៀមហើយនឹងការយល់អំពីទម្រង់ដើមរបស់គេហើយនឹងការទម្រង់បង្កើតថ្មីរបស់យើងហើយមួយទៀតគឺទាក់ទងទៅនឹងការហាត់រៀនយើងត្រូវការហាត់រៀនទាំងបច្ចេកទេសសហសម័យរបាំហើយនឹងបច្ចេកទេសក្នុងការធ្វើឲ្យវាទៅជាទម្រង់មួយថ្មីទៀតខ្ញុំបាទឈ្មោះវ៉ាន់ឌីតំណាងឲ្យក្រុមគេគឺយើងកស្រអេនឹងរហ្នឹងគឺយើងតំណាងឲ្យគេមរតកអញ្ចឹងយើងមានភ្លេងគ្រប់ទម្រង់ហើយយើងមានអ្នកដែលចូលរួមសុទ្ធតែអ្នកដែលមានពិការភាពផ្នែកតកតងនឹងការរើសបទហ្នឹងវាសំខាន់ដោយសារតែបងកណ្ដាលគាត់ជាអ្នកបង្កើតសាច់រឿងអញ្ចឹងគាត់មានការជ្រើសរើសបទនីមួយហើយគាត់យកឲ្យពួកខ្ញុំជាអ្នកភ្លេងហ្នឹងស្ដាប់ហ្នឹងហើយខ្ញុំសូមឲ្យលោកគ្រូយកតាមនេះវិញតាមលោកមុនណាព្រោះលោកមុនពួកខ្ញុំធ្វើក្បាច់ដើម្បីប្រគ្រប់តាមភ្លេងហ្នឹងណាបាទខ្លួនប្រុសចិត្តស្រីខ្ញុំដំបូងមានអារម្មណ៍ថាវាភ័យអរដែរព្រោះការសូត្រកំណាព្យហ្នឹងវាគាត់ណាខ្ញុំស្រឡាញ់មកដែរវាអត់ធ្លាប់មានបទពិសោធន៍នៃការប្រើប្រាស់សលេងជាមួយនឹងកំណាព្យអញ្ចឹងតែប៉ុន្តែខ្ញុំធ្លាប់ស្ដាប់ពីដំបូងហើយខ្ញុំក៏ចាប់អារម្មណ៍នឹងកំណាព្យបែបពុទ្ធបទ5ឋានហ្នឹងដែរប៉ុន្តែគាត់ថាបើឲ្យខ្ញុំសូត្រផ្ទាល់ឬក៏ប្រើប្រាស់សលេងនឹងជាមួយនឹងកំណាព្យហ្នឹងដូចជាមិនធ្លាប់ទេគាត់ថាយល់ពីទំនុកបែបបទរបស់កំណាព្យហ្នឹងហើយជាមួយនឹងសាច់រឿងហ្នឹងគឺវាកំសត់ទៀតអញ្ចឹងវាត្រូវជាមួយនឹងកំណាព្យហ្នឹងធ្វើឲ្យខ្ញុំពេលដែលខ្ញុំស្មូតទៅគឺកាន់តែដាក់អារម្មណ៍ទៅតាមសាច់រឿងហ្នឹងអញ្ចឹងខ្លួនប្រុសចិត្តស្រីដោយសារខ្ញុំមិនដែលធ្វើការជាមួយលោកគ្រូដែលគាត់មានពិការភាពអញ្ចឹងនៅពេលដែលខ្ញុំធ្វើការជាមួយពួកគាត់ខ្ញុំបានទទួលនៅចំណេះដឹងថ្មីមួយទាក់ទងនឹងការបត់បែនទៅតាមលទ្ធភាពនិងសមត្ថភាពរបស់ពួកគាត់ហើយទន្ទឹមនឹងហ្នឹងគឺការបត់បែនហ្នឹងជំរុញឲ្យការធ្វើស្នាដៃមួយនេះវាអាចសពទទួលបានលទ្ធផលល្អសិល្បៈគឺជាវិធីសាស្ត្រមួយក្នុងការព្យាបាលជំងឺផ្លូវចិត្តវិធីសាស្ត្រឬក៏ទម្រង់របាំមួយនេះវាមិនមែនត្រឹមតែជាផ្នែកមួយដែលធ្វើឲ្យមនុស្សមើលឲ្យសោតយំតាមយើងឬក៏គាត់អាចនឹងបញ្ចេញមតិយោបល់របស់គាត់ដែលពេលខ្លះគាត់អាចមានទីតាំងមួយមានកន្លែងមួយដែលធ្វើឲ្យគាត់អាចបញ្ចេញអ្វីដែលគាត់ចង់និយាយបានអញ្ចឹងឲ្យគាត់យកវេទិកាមួយនេះគឺជាវេទិការបស់គាត់អញ្ចឹងបាទខ្ញុំហៅថាជារបាំវេទិកាមិនមែនជារបាំគ្រាន់តែសម្ដែងអ្នកទស្សនិកជនមើលហើយយើងជម្រាបលាបាយគ្នាខ្ញុំចង់ឲ្យអ្នកមើលហើយយល់ថានេះគឺជារបាំវេទិការបស់អ្នកណាវេទិការបស់ពួកគាត់អញ្ចឹងបើវេទិការបស់គាត់មានបញ្ហាគាត់ចង់បញ្ចេញគាត់ចង់សម្ដែងចេញនេះគឺជាវេទិការបស់គាត់ចាតកតងជាមួយនឹងគម្រោងដែលយើងធ្វើការជាមួយនឹងស្ថានទូតបារាំងហើយនឹងមានការសហការជាមួយនឹង NGO Forum នេះតកតងជាមួយនឹងសារៈប្រយោជន៍គឺមានច្រើនគឺតកតងមួយនឹងការពង្រឹងសិទ្ធិអំណាចរបស់យុវជនជាពិសេសគឺយុវជននៅតំបន់ងាយរងគ្រោះហើយនឹងតំបន់ដាច់ស្រយាលដូចជានៅខាងព្រៃវែងដូចនៅរតនគិរីជាជនជាតិដើមភាគតិចហើយនឹងយុវជនផ្សេងទៀតនៅខាងសៀមរាបហើយនឹងបាត់ដំបងជាដើម So essentially French Embassy is always committed to supporting the youth and I think it's more and more important especially in our time where studies have shown that more and more the youth and young adults are feeling psychological distress at all points and we believe that art is clearly an expression form that can help healing that. We also have several cooperation with universities in terms of psychology training as well as several other
projects in supporting professionals, counseling sessions, and such as this one, and especially for the LGBTIQ+ community for this project. មូលហេតុដែលអង្គការ Angel Forum យើងចូលរួមគ្រប់គ្រងទៅលើគម្រោងក៏ដូចជាសកម្មភាពនេះគឺដោយសារតែអង្គការយើងគឺជាអង្គការសមាជិកភាពដែលយើងធ្វើការងារពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សសិទ្ធិបរិស្ថានជាពិសេសហ្នឹងគឺយើងជួយគ្រប់គ្រងពាក់ព័ន្ធជាមួយនឹងសិទ្ធិដែលជាអ្នក vulnerable ជនងាយរងគ្រោះអញ្ចឹងហើយយើងមើលឃើញថាខាងក្រមសហគមន៍ LGBT គឺពួកគាត់ស្ថិតនៅក្នុងក្រមជនងាយរងគ្រោះនឹងដែរអញ្ចឹងហើយបានជាយើងចង់ចូលរួមធ្វើយ៉ាងណាលើកកម្ពស់សិទ្ធិការចូលរួមរបស់ពួកគាត់ហ្នឹងជាពិសេសផ្នែកច្បាប់ពីព្រោះយើងមើលឃើញថាកន្លងមកហ្នឹងឯកសារច្បាប់ភាគច្រើនគឺអត់មានបង្ហាញក៏ដូចជាលើកកម្ពស់នៅសិទ្ធិរបស់ពួកគាត់ទេអញ្ចឹងទៅឆ្លងតាមរយៈការធ្វើគម្រោងរបស់យើងសង្ឃឹមថាយើងក៏អាចចូលរួមចំណែកផ្នែកច្បាប់មួយចំនួនដែលអាចឲ្យគាត់ចូលរួមនៅក្នុងសង្គមជាពិសេសនឹងផ្នែកឯកសារផ្នែកបញ្ចេញមតិយោបល់នៅក្នុងស្រុកក្នុងភូមិរបស់ពួកគាត់ Art is clearly a very important source of expression. I believe it can create some deeper emotions, deeper and profound personal experience. It can share a lot. So in that sense, in communicating what's truly hidden inside, I believe it's really important for art as a medium to exist. I just wanted to say that we're really proud to support Canal's performance, and we really see Canal becoming a role model for the youth in the future. And through the talent Canal is displaying and through the performance itself, I believe it's a great success. So I'm hopeful to see it unfold for real tonight. បាទអារម្មណ៍ដែលដំបូងដែលខាច់មកលើខ្ញុំខ្លាំងជាងគេគឺថាមនុស្សនៅលើផែនដីបាទនៅលើផែនដីនេះគឺត្រូវការរស់នៅប្រកបដោយភាពរមនាសូម្បីតែសត្វចិញ្ចឹមឆ្កែឆ្មាដែលធ្លាក់ចូលក្នុងលូក៏នៅស្រុកគេគឺប៉ូលីសហៅប៉ូលីសមកទាំងវងយកមកចាប់ឆ្មាមួយឆ្កែមួយចេញហេតុអីបានជាមនុស្សត្រូវគេបានរើសអើងអារម្មណ៍ដំបូងមើលទៅប្លែកហើយចេញមកព្រឺសម្បល់ដោយសារតែរបាំហ្នឹងបែបសហសម័យហើយតាក់ទាញអារម្មណ៍ហើយក្នុងសាច់រឿងហ្នឹងប្រកបដោយអត្ថន័យស៊ីជម្រៅក្នុងបង្ហាញពីការផ្លាស់ប្ដូរអត្តសញ្ញាណ gender និងការបង្ហាញខ្លួនជាចំហទៅកាន់គ្រួសារហើយបានស្វែងរករើបំរាស់នៅពីបញ្ហាទាំងអស់ហ្នឹងរហូតដល់បន្តការសិក្សាទទួលបានជោគជ័យចំពោះការទស្សនានៅរបាំសាដូដំបូងអ្វីដែលប៉ះពាល់ខ្លាំងបំផុតគឺវាអាចឆ្លុះបញ្ចាំងពីរូបខ្ញុំទៅដូចគ្នាដែរព្រោះឯសារតែនៅក្នុងសាច់រឿងវាបានបង្ហាញពីការផ្លាស់ប្ដូរអត្តសញ្ញាណ gender របស់ខ្លួនឯងនិងការបង្ហាញទៅកាន់គ្រួសារព្រោះឯសារតែសាច់រឿងនេះវាមិនមែនជារឿងធម្មតាដែរអ្នកទាំងអស់គ្នាសូម្បីតែអ្នកដែលស្ថិតនៅក្នុងអត្តសញ្ញាណភេទធម្មតាទូទៅបុរសស្ត្រីក្នុងសង្គមក៏នៅតែមានលក្ខណៈថា reaction មួយដែលថាទទួលទឹកគ្នាអត់បានទទួលយកបានដូច្នេះហើយសូម្បីតែពួកខ្ញុំក៏វាអត់អាចនឹងទទួលយកបានដែរក្នុងសាច់រឿងទាំងមូលអ្វីដែលខ្ញុំផ្សារភ្ជាប់ហើយនៅតែដកក្នុងចិត្តត្រង់តួឪពុកដែលគាត់តាមតាន់កូនហើយកាន់សក់កូនតមកឪពុកបាននិយាយថាចង់ខ្លាចជាខ្ទើយមិនមែនថងហ្នឹងគឺចំណុចហ្នឹងធ្វើឲ្យចិត្តរបស់ខ្ញុំក្តុកក្តួលមែនតើហាក់បីដូចជាឪពុកខ្លួនឯង
នៅតែមានការរើសអើងទៅលើកូនខ្លួនឯងទាំងដែលខ្លួនឯងជាអ្នកបង្កើតកូននឹងមក ធម្មតាមនុស្សដែលគាត់មានអរិយាប័ត្រមានអកប្បកិរិយាបែបនេះមិនមែនគាត់ចង់មិនមែនគាត់ចម្លងមិនមែនគាត់នឹកឃើញធ្វើតាមទេបាទទៅតាមវិទ្យាសាស្ត្រយើងដឹងហើយគឺមកពីសែនសេនេតិកមកពីធាតុផ្សំដែលសែនសេនេតិករបស់គាត់នោះធ្វើឲ្យចរិតគាត់វាមានការប្រែប្រួលតាំងពីគាត់នៅក្នុងផ្ទៃតាំងពីកំណើតមក របាំមួយនេះវាបានឆ្លុះប្រចាំងច្រើនទាក់ទងជាមួយនឹងដំណើរជីវិតរបស់អ្នកដែលកំពុងតែភ្លើបការផ្លាស់ប្ដូរអត្តសញ្ញាណខ្លួនឯងក៏ដូចជាកំពុងតែព្យាយាមក្នុងការបង្ហាញទៅកាន់គ្រួសារក៏ដូចជាទៅកាន់សហគមន៍ខាងក្រៅហើយជាពិសេសដូចរូបនាងខ្ញុំដែរខ្ញុំក៏ធ្លាប់ឆ្លងកាត់ជាមួយនឹងរឿងរ៉ាវមួយនោះហើយក៏ធ្លាប់មានភាពឈឺចាប់ជាច្រើនដែលវាអាចទាំងកប់ជ្រៅនៅក្នុងអារម្មណ៍របស់ខ្ញុំហើយក៏អាចវាបានបង្ហាញនៅក្នុងរបាំមួយនេះផងដែរ